ម្យ៉ាងទៀតព្រះតថាគតឈ្មោះថាទ្រង់គួរដល់ការគោរពព្រោះទ្រង់គួរដល់ការធ្វើសេចក្តីគោរពយ៉ាងក្រៃលែងដោយអត្ថថាទ្រង់គួរដល់សេចក្តីគោរពការបើដូច្នេះពាក្យថាភគវានេះជាពាក្យហៅបុគ្គលដែលវិសេសដោយគុណបុគ្គលដែលឧត្តមជាងសត្វនិងបុគ្គលដែលជាទីគោរពកោតក្រែងដូចនេះឯងមួយប្រការទៀតក៏បីជ្រាបអត្ថនៃបទថាភគវាតាមន័យដែលមកក្នុងនិទេសថាពពុទ្ធនោះបណ្ឌិតថ្វាយព្រះនាមថាភគវាព្រោះទ្រង់មានភគធម៌មួយព្រោះទ្រង់មានប្រកដីសេពភគធម៌មួយទ្រង់មានភគធម៌មួយទ្រង់ចែកនៅភគធម៌មួយទ្រង់ទំលាយនាមរូបមួយទ្រង់ជាទីគោរពមួយទ្រង់មានភគធម៌មួយទ្រង់មានព្រះកាយអប់រំល្អហើយដោយញាណយធម៌ជាច្រើនមួយទ្រង់ដល់ទីបំផុតនៃភពមួយម្យ៉ាងទៀតដោយអំណាចនៃគាថានេះថាព្រោះទ្រង់មានភគធម៌មួយទ្រង់មានភគធម៌មួយទ្រង់ប្រកបដោយភគធម៌មួយទ្រង់ចែកនៅភគធម៌មួយទ្រង់មានបកលភក្តីមួយទ្រង់ខ្ជាក់ចោលនៅការទៅក្នុងភពទាំងឡាយមួយដូច្នេះទើបបានទទួលព្រះនាមថាភគវាអដ្ឋនោះបានពោលហើយក្នុងពុទ្ធានុសតិនិទេសក្នុងវិសុទ្ធិមគ្គយ៉ាងគ្រប់គ្រាន់ព្រោះហេតុនោះអ្នកសិក្សាក៏បីជ្រាបតាមន័យដែលពោលហើយក្នុងវិសុទ្ធិមគ្គនោះចោះ